បាទយោងទៅតាមសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថាបើក្រមទាហានរបស់ថៃនិងក្រមទាហានរបស់កម្ពុជាយើងបានធ្វើការបាទរុញគ្នារុញច្រានគ្នានៅតំបន់ព្រំដែនមុំបីក្រោយទាហានរបស់ថៃបានយកបន្លាលួសរបស់ខ្លួនទៅរាយនៅក្នុងដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជានៅកាលពីម្សិលមិញបាទក្រមទាហានរបស់កម្ពុជាក៏ដូចជាក្រមទាហានរបស់ថៃបានឈរជើងនៅតំបន់ព្រំដែនមុំបីគឺនៅតែប្រជុំមុខដាក់គ្នាបាទរហូតនៅកាលពីម្សិលមិញដោយសារតែក្រមទាហានរបស់ថៃបានយកបន្លាលួសរបស់ខ្លួនទៅរាយចូលទៅក្នុងដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជាបាទមិនត្រឹមតែប៉ុណ្ណោះក្រមទាហានរបស់ថៃបានដើរល្បាតនៅក្នុងទឹកដីនៃប្រទេសកម្ពុជាផងដែរហើយក៏ធ្វើឲ្យក្រមទាហានរបស់កម្ពុជាយើងបាទបណ្ដេញនៅក្រមទាហានរបស់ថៃទាំងនោះបើចេញពីទីតាំងបាទទាំងនោះផងដែរទើបបង្កទៅជាចំនួនបាទពាក្យសម្ដីដាក់គ្នាយ៉ាងតឹងសរសៃកផងដែរដែលធ្វើឲ្យស្ថានភាពនៅតំបន់មុំបីកាន់តែមានសភាពការតានតឹងដាក់គ្នាបាទហើយកងកម្លាំងទាំងពីរក៏បានត្រៀមបាទកម្លាំងរៀងៗខ្លួនផងដែរបាទចំនួនរវាងទាហានកម្ពុជានិងទាហានរបស់ថៃនៅតំបន់មុំបីក្នុងខេត្តព្រះវិហារជាប់នឹងខេត្តឧបលរាជធានីរបស់ប្រទេសថៃដែលតែងតែកាត់ឡើងនៅពាក្យសម្ដីដាក់គ្នាហើយនៅកាលពីម្សិលមិញនេះក៏បានវិវត្តទៅជាប្រើកម្លាំងបាទបន្តិចបន្តួចដាក់គ្នាបាទក៏ប៉ុន្តែមិនមានការផ្ទុះអាវុធទេបាទគ្រាន់តែបាទភាគីទាំងពីរបាទធ្វើការបាទរុញច្រានគ្នាទៅវិញទៅមកផងដែរគឺបាទដោយឡែកគឺយោងទៅតាមសារព័ត៌មានមួយចំនួននៅក្នុងប្រទេសថៃបានធ្វើការចុះផ្សាយផងដែរគឺបាននិយាយថាបាទនៅការពីរសៀលថ្ងៃទី9ខែមិថុនាឆ្នាំ2026បាទនៅការពីម្សិលមិញកងទ័ពអាកាសរបស់ថៃបានបញ្ជូនបាទយន្តហោះរបស់ខ្លួនប្រភេទ F16 ចំនួន2គ្រឿងដើម្បីហោះល្បាតនៅតាមបន្ទាត់ព្រំដែនជាមួយនឹងព្រំដែនកម្ពុជាផងដែរបាទក៏ប៉ុន្តែมันមានអ្វីបាទគួរឲ្យកត់សម្គាល់លើសពីនោះទៅទៀតទេបាទអរគុណណាស់បងប្អូនទាំងអស់គ្នាផងដែរបាទកុំភ្លេចជួយចុចពាក្យថាជីវបាទ Subscribe like និង Share នៅ Channel ខ្ញុំបាទផងដែរបាទសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាបាទសូមអរគុណជួបគ្នាជាបន្តទៀត